សម្រាប់កិច្ចការងារអ្នកចការដូចខ្ញុំគឺអត់មានអីច្រើនទេពុកម៉ែបងប្អូនអើយមានតែការចិញ្ចឹមសត្វហើយដាំដុះដំណាំតែប៉ុណ្្នឹងឯងចំណែកបាវសទាំងអស់នេះវិញគឺជាលិមូកគោដែលខ្ញុំប្រមូលចែកពីអ្នកភូមិមកដែលគាត់ចិញ្ចឹមគោក្នុងមួយគ្រួសាររបស់គាត់ហ្នឹងគឺមានចំនួន10ក្បាលទៅ20ក្បាល30ក្បាលអីចឹងតាមតែលទ្ធភាពរបស់ពួកគាត់ចិញ្ចឹមអីចឹងទៅហើយលិមូកគោទាំងអស់នេះគឺខ្ញុំយកមកឆ្នៃចេញធ្វើជាជីកប៉ុស្តិ៍ដើម្បីទ្របបាតដំណាំត្រេនដាក់សៅម៉ៅមកខុដអីចឹងពុកម៉ែបងប្អូនហើយជីកប៉ុស្តិ៍របស់ខ្ញុំមានចំនួនច្រើនដែរហ្នឹងចូលរាប់តោនឯណោះដល់អញ្ចឹងទៅខ្ញុំក៏បានហៅ SK មកដើម្បីចំឲ្យ SK ហ្នឹងកាយច្បល់បញ្ចូលគ្នាអញ្ចឹងដើម្បីឲ្យវាទៅសោះល្អហើយវាឆាប់កាច់ខ្លាយទៅជាកប៉ុស្តិ៍អញ្ចឹងហើយវត្ថុធាតុដើមមានអត់មានអីច្រើនទេពុកម៉ែបងប្អូនមានតែលិមូកគោក្បាលសនេះគឺជារត់នៅដែលកាយដោយ SK ដែលយើងយកទៅដាំដំណាំត្រេនយើងបដូរជាដីយើងយកដីល្អយកមកដាក់អញ្ចឹងពុកម៉ែបងប្អូនបន្ទាប់ពីការងារនឹងខ្លះទៅខ្ញុំក៏បានតទៅយកទឹករៀបចំដាក់ឲ្យកូនមន់កូនកង្ហានរបស់ខ្ញុំឲ្យវាលេងអញ្ចឹងហើយនេះគឺជាកូនកង្ហានដែលខ្ញុំយកទៅប្រឡែងនៅក្នុងអាងទឹកយើងរៀបចំជាអាងទូចមួយទៅសម្រាប់ឲ្យពួកវាហែលេងកំសាន្តអញ្ចឹងកុំឲ្យវា stress វាអីអញ្ចឹងហើយកង្ហានរបស់ខ្ញុំចាប់ដើមធំបដាហើយកូនកង្ហានដែលមានចំនួនខ្ទង់10ក្បាលទេពុកម៉ែបងប្អូនវាតិចតួចសម្រាប់ខ្ញុំយើងធ្វើតាមលទ្ធភាពពុកម៉ែបងប្អូនលទ្ធភាពរបស់យើងមានប៉ុណ្ណាយើងធ្វើបានប៉ុណ្្នឹងទៅហើយពួកវារីករាយមែនទែននៅពេលដែលមានអាងទឹកមានអីចឹងទៅវាហែលេងកំសាន្តអញ្ចឹងហើយដំណាំត្រេនទាំងអស់នេះវិញគឺត្រៀមសម្រាប់ដាំនៅក្នុងចម្ការខ្ទង់ចូល300ដើមមានសៅម៉ៅមានមង្ឃុតមានប៊ឺអីចឹងនេះដំណាំប៊ឺហើយយកដីដែលមានជីវជាតិដូចដីនេះដីខ្មៅដីជាប់ស្ទឹងជាប់អីចឹងយើងឲ្យឡានទឹកដីយកមកចាក់ក្បែរដៅហ្នឹងទៅដើម្បីយើងទុកឲ្យដំណាំត្រេនរបស់យើងដាំក្នុងដៅហ្នឹងទៅល្អហើយចំណែកអាជីកប៉ុស្តិ៍ដែលខ្ញុំផលិតហ្នឹងគឺយកមកលាយជាមួយនឹងដីហ្នឹងដើម្បីទ្របបាតដំណាំឲ្យវាមានអាហារគ្រប់គ្រាន់សម្រាប់ដំណាំយើងស្រូបយកអញ្ចឹងមួយឡាននេះគឺខ្ញុំប្រើរហូតដល់2ដៅគឺគ្រប់គ្រាន់តែម្ដងសម្រាប់ដំណាំត្រេនដែលវាអាចនឹងផ្ដល់ផលឲ្យយើងអញ្ចឹងក្នុងរយៈពេល4ឆ្នាំទៅ4ឆ្នាំកន្លះហ្នឹងគឺវានឹងផ្ដល់ផលឲ្យយើងវិញហើយការថែទាំដាក់ជីការផ្លាស់ប្ដូរដីគឺវាជាកត្តាសំខាន់ខ្លាំងណាស់សម្រាប់ដំណាំត្រេនហើយដំណាំត្រេននេះគឺទាមទារយើងថែទាំបានដិតដល់បានវាផ្ដល់ជាផ្លែជាផ្កាឲ្យ